នាថ្ងៃសុក្រ500ខែជេឆ្នាំមមីអញបស័កពុទ្ធសករាជ2570ត្រូវទៅថ្ងៃទី5ខែមិថុនាឆ្នាំ2026លោកជឹមណនប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តសហការជាមួយមន្ត្រីខាងរដ្ឋបាលព្រៃឈើកំពង់ស្ពឺចុះពិនិត្យនិងវិយតម្លៃវឌ្ឍនភាពការងារគ្រប់គ្រងការពារនិងអភិរក្សធនធានព្រៃឈើនៅតាមសហគមន៍ព្រៃឈើ8មុំនិងសហគមន៍ព្រៃឈើតបមានស្ថិតនៅក្នុងស្រុកពងខេត្តកំពង់ស្ពឺបេសកកម្មចុះពិនិត្យនាពេលនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកថ្នាក់ឃុំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងគណៈកម្មការសហគមន៍ព្រៃឈើទាំងពីរដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃការគ្រប់គ្រងដែនព្រៃសហគមន៍ការអនុវត្តផែនការការពារនិងអភិរក្សធនធានធម្មជាតិក៏ដូចជាការចូលរួមរបស់សហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈការចុះពិនិត្យជាក់ស្ដែងលោកប្រធានមន្ត្រីបានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីទទួលខុសត្រូវរបស់គណៈកម្មការនិងសមាជិកសហគមន៍ព្រៃឈើទាំងពីរដែលបានរួមគ្នាការពារថែរក្សានិងអភិរក្សធនធានព្រៃឈើឲ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់សហគមន៍ក៏ដូចជាមនុស្សជំនាន់ក្រោយលោកបានលើកឡើងថាធនធានព្រៃឈើមិនត្រឹមតែជាប្រភពផ្ដល់អត្ថប្រយោជន៍ផ្នែកបរិស្ថានប៉ុណ្ណោះទេតែថែមទាំងជាមូលដ្ឋានសម្រាប់ការរស់នៅនិងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាពផងដែរក្នុងឱកាសនោះលោកប្រធានមន្ត្រីក៏បានណែនាំនិងជំរុញឲ្យគណៈកម្មការនិងសមាជិកសហគមន៍បន្តពង្រឹងសាមគ្គីភាពបង្កើនការព្យាល្បាតការតាមដាននិងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីទប់ស្កាត់រាល់សកម្មភាពបទល្មើសព្រៃឈើការទន្ទ្រានដីព្រៃខុសច្បាប់និងសកម្មភាពផ្សេងៗដែលអាចប៉ះពាល់ដល់ធនធានធម្មជាតិនិងជីវៈចម្រុះផងដែរជាមួយគ្នានេះដើម្បីការលើកទឹកចិត្តនិងបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មការនិងសហគមន៍ដែលបានចំណាយពេលវេលាកម្លាំងកាយចិត្តនិងការលះបង់ក្នុងការបំពេញការងារអភិរក្សធនធានព្រៃឈើលោកប្រធានមន្ត្រីបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគសម្លៀកបំពាក់ស្បែកជើងព្រមទាំងឧបត្ថម្ភថវិកាចំនួន20,000រៀលក្នុងម្នាក់ៗទទួលជូនដល់គណៈកម្មការនិងសមាជិកសហគមន៍ព្រៃឈើទាំងពីរដើម្បីជាកម្លាំងចិត្តបន្ថែមក្នុងការបន្តបេសកកម្មការពារនិងអភិរក្សធនធានធម្មជាតិសកម្មភាពចុះពិនិត្យនិងលើកទឹកចិត្តពេលនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់និងការគាំទ្ររបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺក្នុងការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើតាមបែបសហគមន៍ដែលជាយន្តការសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ផងដែរថាសហគមន៍ព្រៃឈើ8មុំគឺជាតំបន់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិនិងជាជម្រកដ៏សំខាន់របស់សត្វទន្សោងដែលជាសត្វព្រៃដ៏កម្រនិងជិតផុតពូជសត្វទន្សោងនេះមិនត្រឹមតែជានិមិត្តរូបរបស់រដ្ឋបាលស្រុកថ្វងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបជាតិរបស់ប្រជាណាចក្រកម្ពុជាផងដែរការអភិរក្សសត្វទន្សោងនិងប្រព័ន្ធអេកូឡូស៊ីដែលវារស់នៅគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយជាចុងក្រោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជនទូទៅចូលរួមគាំទ្រនិងថែរក្សាធនធានធម្មជាតិតាមរយៈការចូលរួមអភិរក្សការមិនប្រព្រឹត្តបទល្មើសធនធានធម្មជាតិនិងការចូលរួមទស្សនាតំបន់សហគមន៍ព្រៃឈើដោយការទទួលខុសត្រូវដើម្បីរួមគ្នាថែរក្សាព្រៃឈើនិងជីវៈចម្រុះឲ្យនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិនិងមនុស្សជំនាន់ក្រោយ